ព័ត៌មានថ្មីៗពីវីដេអូហ្គេមនៅក្នុងសប្តាហ៍នេះ Pocket Pair មួយរយៈនេះMetaverse របស់ពួកគាត់កំពុងតែមានការតបតជាមួយនឹង Nintendo ដោយលើកឡើងនៅ Patton ដែល Nintendo បានចាត់ថា Powerwall បានរំលោភបំពានពីលើតាមពិតអា mechanic ទាំងអស់នោះនៅក្នុង game ផ្សេងៗវាមានតាំងពីយូរណាស់មកហើយឧទាហរណ៍ដូចជា Tomb Raider និង The Legend of Zelda ហើយ Patton ទាំងអស់នេះត្រូវបាន Nintendo ចុះឈ្មោះចាប់តាំងពីខែ2ដល់ខែ7ឆ្នាំ2024 Nintendo ចុះឈ្មោះឲ្យអា mechanic ទាំងអស់ហ្នឹងក្រោយពេល Power ចេញលក់ពួកគាត់ថា Nintendo ធ្វើអញ្ចឹងគឺមិនស័ក្តិសមទេដល់ពេលដល់ចុះឈ្មោះ Patton mechanic game ដែលមាននៅក្នុង game តាំងពីយូរលង់ណាស់មកហើយនោះហើយ Pocket Wear លើឧទាហរណ៍ game ជាច្រើនដែលមានមុខងារចាប់ហើយនឹងប្រឡែង monster ដើម្បីប្រយុទ្ធគ្នាឧទាហរណ៍ជា Rune Factory 5 ហើយនឹង Titanfall លាក់ច្រើនទៀតនឹងវត្ថុដែលអាចចាប់បានអាស្រ័យទៅលើភាគរយក៏មានច្រើននៅក្នុង game ដែរ Pocket Wear ក៏រៀបរាប់យ៉ាងលម្អិតហ្មងចំណុចទាំងអស់ហ្នឹងបញ្ជាក់ថា Pocket Wear អត់មានចង់ចាញ់ Nintendo ទេជាមួយ Nintendo នឹងធ្វើអី CD Projekt Red កំពុងតែប្រាប់ fan របស់គាត់ឲ្យប្រយ័ត្នឲ្យជៀសឆ្ងាយពីការបោកប្រាស់ពីព្រោះអីមួយរយៈនេះមានគេផ្ញើ email ថានឹងទទួលបានការចុះឈ្មោះលេងមុន game The Witcher 4បាទទទួលបាន email ទាំងអស់ហ្នឹងប្រយ័ត្នផងណាបោកប្រាស់ទាំងអស់ទេអត់មានទេបើសិនជាប្រហែលលេង Stardew Valley ហើយពិសេសនោះគឺប្រើ mod ជាច្រើនមួយរយៈនេះគឺបានរកឃើញថា mod របស់ game Stardew Valley គឺវាបង្កប់ទៅដោយ malware បើយើង install mod ហ្នឹងប្រយ័ត្នណាឆ្លងមេរោគពេញកុំព្យូទ័រដឹងឥឡូវគឺទៅតែរកឃើញនៅក្នុង2 mod តែប៉ុណ្ណោះតែអាណាទៅដឹងអា mod ផ្សេងៗវាមាន malware ដែរមិនដឹងដែរចូលរួមប្រយ័ត្នទាំងអស់គ្នាព័ត៌មានមានច្រើនទៀតតែខ្ញុំសង្ខេបបានតែប្រហែលព័ត៌មានហ្នឹងទេផ្សេងៗដូចជា Ubisoft ធ្វើ game Battle Royale ឡាក់ទៀត